នេះជាមួកសុវត្ថិភាពឆ្លាតវៃការរចនារបស់វាគឺបើកនៅផ្នែកខាងក្រោយដែលខុសពីមួកសុវត្ថិភាពធម្មតាដែលបើកនៅផ្នែកខាងមុខការរចនាបិទបើកនៅផ្នែកខាងក្រោយនេះគឺជួយឲ្យអ្នកពាក់មានសុវត្ថិភាពនិងងាយស្រួលទោះបីជាស្ថិតនៅក្នុងកលៈទេសៈគ្រោះថ្នាក់ដួលម៉ូតូក្រឡាប់ផ្កាប់ផ្ងាយយ៉ាងណាក៏ដោយក៏មួកសុវត្ថិភាពនេះមិនរបូតដែរហើយបើទោះបីជាអ្នកជិះគឺចង់ដោះមួកសុវត្ថិភាពនោះក៏ងាយស្រួលគឺគ្រាន់តែបើកនៅផ្នែកខាងក្រោយវានឹងរបូតចេញមកដោយឯងដែលមិនបាច់ធ្វើឲ្យមានការប៉ះពាល់នៅផ្នែកខាងមុខឬក៏ផ្នែកកនេះជាមួកសុវត្ថិភាពឆ្លាតវៃការរចនារបស់វាគឺបើកនៅផ្នែកខាងក្រោយដែលខុសពីមួកសុវត្ថិភាពធម្មតាដែលបើកនៅផ្នែកខាងមុខការរចនាបិទបើកនៅផ្នែកខាងក្រោយនេះគឺជួយឲ្យអ្នកពាក់មានសុវត្ថិភាពនិងងាយស្រួលទោះបីជាស្ថិតនៅក្នុងកលៈទេសៈគ្រោះថ្នាក់ដួលម៉ូតូក្រឡាប់ផ្កាប់ផ្ងាយយ៉ាងណាក៏ដោយក៏មួកសុវត្ថិភាពនេះមិនរបូតដែរហើយបើទោះបីជាអ្នកជិះគឺចង់ដោះមួកសុវត្ថិភាពនោះក៏ងាយស្រួលគឺគ្រាន់តែបើកនៅផ្នែកខាងក្រោយវានឹងរបូតចេញមកដោយឯងដែលមិនបាច់ធ្វើឲ្យមានការប៉ះពាល់នៅផ្នែកខាងមុខឬក៏ផ្នែកកនេះជាមួកសុវត្ថិភាពឆ្លាតវៃការរចនារបស់វាគឺបើកនៅផ្នែកខាងក្រោយដែលខុសពីមួកសុវត្ថិភាពធម្មតាដែលបើកនៅផ្នែកខាងមុខការរចនាបិទបើកនៅផ្នែកខាងក្រោយនេះគឺជួយឲ្យអ្នកពាក់មានសុវត្ថិភាពនិងងាយស្រួលទោះបីជាស្ថិតនៅក្នុងកលៈទេសៈគ្រោះថ្នាក់ដួលម៉ូតូក្រឡាប់ផ្កាប់ផ្ងាយយ៉ាងណាក៏ដោយក៏មួកសុវត្ថិភាពនេះមិនរបូតដែរហើយបើទោះបីជាអ្នកជិះគឺចង់ដោះមួកសុវត្ថិភាពនោះក៏ងាយស្រួលគឺគ្រាន់តែបើកនៅផ្នែកខាងក្រោយវានឹងរបូតចេញមកដោយឯងដែលមិនបាច់ធ្វើឲ្យមានការប៉ះពាល់នៅផ្នែកខាងមុខឬក៏ផ្នែកកនេះជាមួកសុវត្ថិភាពឆ្លាតវៃការរចនារបស់វាគឺបើកនៅផ្នែកខាងក្រោយដែលខុសពីមួកសុវត្ថិភាពធម្មតាដែលបើកនៅផ្នែកខាងមុខការរចនាបិទបើកនៅផ្នែកខាងក្រោយនេះគឺជួយឲ្យអ្នកពាក់មានសុវត្ថិភាពនិងងាយស្រួលទោះបីជាស្ថិតនៅក្នុងកលៈទេសៈគ្រោះថ្នាក់ដួលម៉ូតូក្រឡាប់ផ្កាប់ផ្ងាយយ៉ាងណាក៏ដោយក៏មួកសុវត្ថិភាពនេះមិនរបូតដែរហើយបើទោះបីជាអ្នកជិះគឺចង់ដោះមួកសុវត្ថិភាពនោះក៏ងាយស្រួលគឺគ្រាន់តែបើកនៅផ្នែកខាងក្រោយវានឹងរបូតចេញមកដោយឯងដែលមិនបាច់ធ្វើឲ្យមានការប៉ះពាល់នៅផ្នែកខាងមុខឬក៏ផ្នែកកនេះជាមួកសុវត្ថិភាពឆ្លាតវៃការរចនារបស់វាគឺបើកនៅផ្នែកខាងក្រោយដែលខុសពីមួកសុវត្ថិភាពធម្មតាដែលបើកនៅផ្នែកខាងមុខការរចនាបិទបើកនៅផ្នែកខាងក្រោយនេះគឺជួយឲ្យអ្នកពាក់មានសុវត្ថិភាពនិងងាយស្រួលទោះបីជាស្ថិតនៅក្នុងកលៈទេសៈគ្រោះថ្នាក់ដួលម៉ូតូក្រឡាប់ផ្កាប់ផ្ងាយយ៉ាងណាក៏ដោយក៏មួកសុវត្ថិភាពនេះមិនរបូតដែរហើយបើទោះបីជាអ្នកជិះគឺចង់ដោះមួកសុវត្ថិភាពនោះក៏ងាយស្រួលគឺគ្រាន់តែបើកនៅផ្នែកខាងក្រោយវានឹងរបូតចេញមកដោយឯងដែលមិនបាច់ធ្វើឲ្យមានការប៉ះពាល់នៅផ្នែកខាងមុខឬក៏ផ្នែកក